ជំរាបសួរអ្នកទាំងអស់គ្នាកាលពីវីដេអូមុនខ្ញុំបាននិយាយពីតើគ្រីបតូហើយនិងទីផ្សារភាគហ៊ុនយើងគួរតែវិនិយោគទៅលើមួយណាមុនឥឡូវយើងមកមើលជើងខ្លាំងមួយទៀតនោះគឺមាសអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយពីតើគ្រីបតូហើយនិងមាសយើងគួរតែវិនិយោគទៅលើមួយណាមុននឹងខ្ញុំចូលដល់ប្រធានបទរបស់ខ្ញុំថ្ងៃហ្នឹងខ្ញុំសូមបញ្ជាក់ផងដែរថាគោលបំណងក្នុងការធ្វើវីដេអូនេះឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងចែករំលែកបទពិសោធន៍ក៏ដូចជាការកម្សាន្តខ្ញុំមិនមែនជាអ្នកជំនាញហើយក៏មិនមែនជាអ្នកដែលផ្ដល់ដំបូន្មានផ្នែកហិរញ្ញវត្ថុហើយក៏អត់មានបំណងអូសទាញឲ្យអ្នកទាំងអស់គ្នាមកវិនិយោគទៅលើវិស័យគ្រីបតូឬក៏ភាគហ៊ុនឬក៏មាសឡើយការសម្រេចចិត្តក្នុងការវិនិយោគគឺជាការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នាផ្ទាល់ឥឡូវចូលមកដល់ប្រធានបទយើងវិញខ្ញុំសូមចាប់ផ្ដើមពីចំណុចទី1នោះគឺមូលដ្ឋានគ្រឹះខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាប្រកាសជាស្គាល់មាសហើយត្រូវបានគេយកមកប្រើប្រាស់ជារូបិយប័ណ្ណរាប់ពាន់ឆ្នាំមកហើយសម្រាប់មាសវាគឺជាលោហៈដែលពិសេសម្យ៉ាងដែលមិនចេះច្រេះហើយមួយវិញទៀតគឺវាពិបាកក្នុងការកែងបន្លំមនុស្សមួយចំនួនធំយកមាសមកធ្វើជាគ្រឿងអលង្ការដោយសារតែវាមានពណ៌ភ្លឺចែងចាំងស្អាតហើយមនុស្សមួយចំនួនធំទៀតគាត់ទិញមាសមកធ្វើជាទ្រព្យក្នុងការវិនិយោគចំណែកឯ Bitcoin វិញវាគឺជាទ្រព្យ Digital Bitcoin អត់មានរូបរាងច្បាស់លាស់ទេហើយក៏គ្មានធនាគារកណ្ដាលក៏ដូចជារដ្ឋាភិបាលគ្រប់គ្រងនោះដែរអ្វីដែលមាននោះគឺកូដនិងគណិតវិទ្យាហើយឥឡូវនេះមនុស្សភាគច្រើនហៅ Bitcoin ថាជាមាស Digital ចំណុចទី2នោះគឺការរក្សាតម្លៃសម្រាប់មាសត្រូវបានគេយកមកប្រើប្រាស់ជារូបិយប័ណ្ណអស់រយៈពេលប្រហែលជាជាង5000ឆ្នាំមកហើយដូច្នេះអញ្ចឹងការប្រែប្រួលតម្លៃរបស់វាគឺមានលក្ខណៈតិចតួចបំផុតពីមួយឆ្នាំទៅមួយឆ្នាំអាចថាត្រឹមតែ5ទៅ10%តែប៉ុណ្ណោះអញ្ចឹងមាសគឺវាមានស្ថិរភាពចំណែកឯ Bitcoin វិញវាទៅតែបង្កើតឡើងក្នុងឆ្នាំ2009នោះទេហើយបើតាក់ទងទៅនឹងតម្លៃវិញគឺមានការឡើងចុះខ្លាំងក្នុងរយៈពេលខ្លីវាអាចឡើងដល់300%ក្នុងរយៈពេល1ឆ្នាំហើយក៏អាចធ្លាក់ចុះមកវិញ50%ក្នុងរយៈពេលមួយសប្តាហ៍ដូចគ្នាដែរអញ្ចឹងការប្រែប្រួលរបស់តម្លៃ Bitcoin គឺឡើងចុះខ្លាំងក្នុងរយៈពេលខ្លីប៉ុន្តែចំណុចខ្លាំងរបស់ Bitcoin នោះគឺវាមានតែ21លានកាក់ប៉ុណ្ណោះនៅក្នុងពិភពលោកនេះនៅពេលដែលកាក់ទាំងអស់របស់ Bitcoin 21លានត្រូវបានម៉ាញហើយដូច្នេះគឺអត់មានកាក់ Bitcoin នឹងអាចម៉ាញបានទីនោះទេហើយមួយវិញទៀតវាមានភាពងាយស្រួលក្នុងការផ្ញើពីមនុស្សម្នាក់ទៅមនុស្សម្នាក់ឆ្លងប្រទេសឬក៏ឆ្លងទ្វីបហើយចំណុចខ្លាំងមួយទៀតរបស់ Bitcoin ដែលមនុស្សជាច្រើនគឺចូលចិត្តនោះគឺវាមិនត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលឬក៏ធនាគារកណ្ដាលណាឡើយចំណុចទី3នោះគឺការការពារពីអតិផរណាពីមួយឆ្នាំទៅមួយឆ្នាំរាជរដ្ឋាភិបាលគ្រប់ប្រទេសទាំងអស់តែងតែបោះពុម្ពលុយក្រដាសដូច្នេះហើយធ្វើឲ្យលុយទាំងអស់នោះបាត់បង់តម្លៃបន្តិចម្ដងអញ្ចឹងមានមនុស្សមួយចំនួនធំគាត់ជ្រើសរើសយកមាសមកការពារទ្រព្យសម្បត្តិរបស់គាត់ពីអតិផរណាចំណែកឯគោលបំណងក្នុងការបង្កើត Bitcoin នេះឡើងគឺដើម្បីយកវាធ្វើជារបាំងការពារអតិផរណាផងដែរប៉ុន្តែដោយសារតែវិស័យនេះថ្មីហើយមិនទាន់មានបទបញ្ញត្តិអីផ្សេងត្រូវបានបង្កើតឡើងដូច្នេះមនុស្សមួយចំនួនធំនៅតែជ្រើសរើសយកមាសជាង Bitcoin សម្រាប់ចំណុចទី4ខ្ញុំនឹងមកនិយាយពីភាពងាយស្រួលនិងហានិភ័យសម្រាប់មាសវាគឺជារបស់ពិតជាក់ស្ដែងអញ្ចឹងអ្នកទាំងអស់គ្នាអាចទុកដាក់វាបានប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចង់លក់នោះអ្នកទាំងអស់គ្នាត្រូវតែយកវាទៅលក់នៅទីកន្លែងណាដែលគាត់ទទួលទិញមាសហើយពេលនោះវាអាចមានការពិនិត្យភាពសុទ្ធរបស់វាហើយមួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាត្រូវការផ្លាស់ប្ដូរទីកន្លែងពីកន្លែងមួយទៅកន្លែងមួយឬក៏ផ្ញើពីមនុស្សម្នាក់ទៅមនុស្សម្នាក់ឆ្លងប្រទេសនោះគឺវាមានភាពពិបាកបន្តិចហើយសម្រាប់ហានិភ័យវិញនោះគឺអាចជួបប្រទះនឹងការលួចឬក៏ប្លន់ចំណែកឯ Bitcoin វិញវាមានភាពងាយស្រួលជាងដោយសារតែអ្វីដែលអ្នកទាំងអស់គ្នាត្រូវការនោះគឺ wallet ហើយនិងប្រព័ន្ធអ៊ីនធឺណិតដូច្នេះមិនថាអ្នកមាន1 Bitcoin ឬក៏100 Bitcoin នោះទេអ្នកទាំងអស់គ្នានៅតែត្រូវការទូរស័ព្ទប្រព័ន្ធអ៊ីនធឺណិតដែលភ្ជាប់ជាមួយនឹង wallet តែប៉ុណ្ណោះហើយមួយវិញទៀតអ្នកទាំងអស់គ្នាអាចផ្ញើទៅមនុស្សម្នាក់ទៅមនុស្សម្នាក់ឆ្លងប្រទេសឆ្លងភពដោយមានភាពងាយស្រួលចំណែកឯហានិភ័យវិញនោះអ្នកទាំងអស់គ្នាក៏អាចជួបនឹងការឆបោកមួយចំនួនតាមប្រព័ន្ធអ៊ីនធឺណិតហើយ
មួយវិញទៀតតកតងនឹងហានិភ័យរបស់ Bitcoin គឺមិនសូវមានស្ថិរភាពក្នុងតម្លៃគឺវាមានភាពឡើងចុះខ្លាំងសរុបមកវិញតើយើងគួរតែវិនិយោគទៅលើ crypto ឬក៏មាសមុនអញ្ចឹងសម្រាប់សំណួរមួយនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសួរខ្លួនឯងតើគោលបំណងក្នុងការវិនិយោគរបស់អ្នកទាំងអស់គ្នានោះគឺដើម្បីអ្វីបើសិនជាអ្នកទាំងអស់គ្នាចង់វិនិយោគទៅលើទ្រព្យសម្បត្តិណាមួយដែលវាមានស្ថិរភាពនិងការពារពីអតិផរណាដូច្នេះអ្នកទាំងអស់គ្នាអាចវិនិយោគទៅលើមាសបានប៉ុន្តែបើសិនបើអ្នកទាំងអស់គ្នាជាអ្នកដែលហ៊ានប្រថុយប្រឋានមានភាពអត់ធ្មត់ខ្ពស់ហើយចង់សាកល្បងនៅអ្វីដែលថ្មីចំណុចដែលសំខាន់នោះគឺអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាននៅពេលដែលឃើញទ្រព្យរបស់ខ្លួនឯងធ្លាក់ចុះពី$1000មក$500ដូច្នេះអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមជាមួយនឹង crypto បានប៉ុន្តែបើសិនជាតាមយោបល់របស់ខ្ញុំវិញសូមបញ្ជាក់នេះមិនមែនជា financial advice ទេទាំងអស់គ្នាអាចវិនិយោគទៅលើទាំងពីរបានគ្រាន់តែអ្នកទាំងអស់គ្នាអាចបែងចែកភាគរយថាតើចំនួនប៉ុន្មានភាគរយដែលអ្នកទាំងអស់គ្នាចង់ធ្វើការវិនិយោគបែបប្រថុយប្រឋានហើយចង់ស្វែងយល់ពីប្រព័ន្ធថ្មីដូចជាបដិវត្តទៅលើប្រព័ន្ធហិរញ្ញវត្ថុប្រព័ន្ធគ្រប់គ្រងអីផ្សេងពីព្រោះមានពាក្យមួយឃ្លាគេនិយាយថាបើសិនបើហានិភ័យវាខ្ពស់នោះលុយចំណេញវាក៏ខ្ពស់ដែរ high risk high reward សម្រាប់វីដេអូរបស់ខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានស្ដាប់ដើមរហូតដល់ចប់បើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏ចូលចិត្តវីដេអូមួយរបស់ខ្ញុំតែនិយាយពី crypto និងភាគហ៊ុននោះដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅមើលបានហើយមួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តសូមជួយចុច like និង subscribe ដើម្បីជាកម្លាំងចិត្តក្នុងការធ្វើវីដេអូបែបនេះបន្តទៀតអញ្ចឹងអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់